តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិលោកកែវឈៀបានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី36នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រថាថៃបានលុបចោលជាឯកតោភាគីនៅអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ឬ MOU 2001ជាមូលហេតុដែលកម្ពុជាចាំបាច់ជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំនៅក្នុងការដោះស្រាយជម្លោះដែនសមុទ្ររវាងកម្ពុជានិងថៃតាមលោកកែវឈៀ MOU 2001គឺជាឧបករណ៍គតិយុត្តទ្វេភាគីតែមួយគត់ដែលត្រូវប្រើជាមូលដ្ឋាននៃការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃប្រទេសកម្ពុជានិងប្រទេសថៃការដែលកម្ពុជាបានជ្រើសរើសយកការផ្សះផ្សាដោយបង្ខំនៅក្នុងដំណោះស្រាយជម្លោះដែនសមុទ្រជាមួយថៃនេះត្រូវភាគីថៃលើកឡើងជាបន្តបន្ទាប់ថាកម្ពុជាបានបោះបង់ចោលការចរចាទ្វេភាគីហើយបែរជាចាប់យកការធ្វើអន្តរជាតិពូពនីយកម្មនៃជម្លោះទ្វេភាគីត្រង់ចំណុចនេះលោកយងច័ន្ទសុភាដែលជាតំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានថ្លែងថាថៃមិនបានធ្វើនៅអ្វីដូចដែលខ្លួនបានលើកឡើងនោះទេថៃបានលើកពីលេសរាប់សិបដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុសារណៈនៃការយោគយល់គ្នាផ្ទុយទៅវិញថៃលុបចោលអនុសារណៈឆ្នាំ2001ជាឯកតោភាគីហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាទៀតផងតំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិដដែលបានបញ្ជាក់បន្ថែមថាគណៈកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់កម្ពុជាជ្រើសរើសដំណើរការផ្សះផ្សាដោយបង្ខំនេះគឺដើម្បីធានាការពារនិងគោរពអធិបតេយ្យនិងសិទ្ធិដែនសមុទ្ររបស់កម្ពុជាសូមរំលឹកថាកាលពីថ្ងៃទី2ខែមិថុនាឆ្នាំ2026លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិចាប់ផ្ដើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅក្រោមអនុសញ្ញា UNCLOS តាមរយៈយន្តការនេះប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាកម្ពុជានិងថៃនឹងទទួលបាននូវផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌និងយូរអង្វែងដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិនិងដែលអនុលោមតាមច្បាប់អន្តរជាតិ